ជំរាបសួរអស់លោកគ្រូថ្នាំដែលថាគាត់ភាកច្រើនគាត់យល់ច្រឡំណាដើមរោគសរោគក្រហមយើងគាត់ច្រឡំថាដោះកមុំបាទនេះដោះកមុំគឺដើមមានចេះបាទនេះដោះកមុំបាទនេះស្លឹកវាអញ្ចឹងណាបាទបងប្អូនបាទនេះហើយបលាវាអញ្ចេះបាទនេះបលាអញ្ចឹងស្លឹកអញ្ចឹងបាទនេះហើយបាទកុំយល់ច្រឡំទៀតថាដោះយកឯរោគសរោគក្រហមហ្នឹងថាដោះកមុំណាបាទកុំយល់ច្រឡំបាទនេះបលាវាអញ្ចេះបាទរោគសរោគក្រហមហ្នឹងបលាមិនអញ្ចឹងទេបាទវាគ្រាន់តែពុចចេញតែក្បាលបលាបន្តិចទេបាទតែអានេះដោះកមុំគឺចេញមកអញ្ចឹងបាទនេះបាទនេះអានេះក៏ជាថ្នាំមួយយ៉ាងដែរបាទនេះល្អបាទល្អថ្នាំសិតតែថ្នាំល្អបាទអានេះថ្នាំទឹកដោះនិងថ្នាំតសៃបាទនេះល្អបាទហើយខ្ញុំជម្រាបថាកុំយល់ច្រឡំថាដើមរោគសរោគក្រហមហ្នឹងជាដោះកមុំបាទព្រោះវាខុសគ្នាឆ្ងាយមើលតែស្លឹកដឹងនេះបាទអានោះស្លឹកកំប៉ុងធំបាទអានេះស្លឹកល្អិតបាទស្លឹកល្អិតដូចស្លឹកកឆេតដើមកឆេតយើងហូបនំបញ្ចុកបាទនេះបាទហើយមើលឲ្យច្បាស់បាទមើលច្បាស់គឺអញ្ចឹងកុំយល់ច្រឡំទៀតព្រោះខ្ញុំឃើញភាគច្រើនលោកគ្រូថ្នាំខ្លះអញ្ចឹងគាត់មានការផន់ច្រឡំដែរអត់បានថាគាត់មិនស្គាល់ទេណាជួនកាលគាត់អាចផន់ច្រឡំបាទគាត់ថារោគសរោគក្រហមជាដោះកមុំវិញបាទនេះដោះកមុំដើមមានអញ្ចឹងបាទអានេះថ្នាំតសៃនិងថ្នាំទឹកដោះអីបាទត្រូវល្អបាទហើយបងប្អូនដែលទស្សនាវីដេអូនេះហើយបាទជួយចែកម្លែកផងបាទអត្ថប្រយោជន៍រុក្ខជាតិខ្មែរយើងនឹងថ្នាំខ្មែរយើងបាទជាឱសថបាទអរគុណច្រើនបាទកុំភ្លេចជួយចែកម្លែកផងបងប្អូនបាទចំណេះដឹងទូទៅបាទអរគុណបាទ